បងអញ្ចឹងឥឡូវនេះបងអូននៅលើឡាន Ford Everest តាក់ទងជាមួយនឹងរបៀបប្រើប្រាស់ទៅលើ Ford Everest បងប្អូនអញ្ចឹងបងនេះកន្លែងដែលយើងដូរបទចម្រៀងបាទយើងដូរបទចម្រៀងទទួលទូរស័ព្ទប៊ូតុងត្រឡប់ក្រោយបាទប៊ូតុងម៉នុយដែលយើងចង់មើលថាព័ត៌មានរបស់យើងអាចមើលតាមនោះបានបាទហើយបន្តមកទៀតកន្លែងនេះ display ធម្មតាបាទដំឡើងសំឡេងបន្ថយសំឡេងកន្លែងនេះគេហៅ voice comment សម្រាប់បងប្រើប្រាស់ឬក៏បង call ជាភាសាអង់គ្លេសយើងអាចតាមរយៈការនិយាយរបស់យើងអញ្ចឹងណាបាទហើយប៊ូតុងនេះតាក់ទងជាមួយ LIM នេះ limit speed នៅពេលដែលយើងឧទាហរណ៍ថាធ្វើដំណើរផ្លូវឆ្ងាយយើងអាចដកជើងចេញពី gear បានអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងចុចមួយមកវាលោតភ្លើងខៀវបែបនេះអញ្ចឹងបើយើងនៅចំណាយពេលកោះ1 2 3វាយូរសម្រាប់បងប្អូនយើងនេះបាទអញ្ចឹងវាលោតដងមួយអញ្ចឹងយើងអាចជិះដល់កុងទ័រ8ហើយយើងចុច set ទៅអញ្ចឹងណាហ្នឹងយើងអាចដកជើងចេញពី gear ឬក៏ប្រាំងបានបាទប្រព័ន្ធសុវត្ថិភាពមួយដែរនេះតើតោមួយ cruise control នេះគេហៅប្រព័ន្ធដេញតាមលបឿនខាងមុខឡានខាងមុខទៅយើងទៅដែរអញ្ចឹងរក្សាកម្រិតគឺ60ម៉ែត្របាទហើយតើតោជាមួយនេះកំណត់កម្មបាទម៉ានកម្មនេះស្មើ15ម៉ែត្របងប្អូននេះបាទនេះបាទអញ្ចឹងនេះ cruise control នេះការកំណត់អូខេបន្តមកទៀតបងជើងដល់កន្លែងនេះតើតោមួយសញ្ញោធម្មតាដូចគ្នាទះហ្វាដូចគ្នាបាទហើយតាក់ទងជាមួយចំណុចនេះទីតាក់ទងផ្លិតទឹកគឺអូតូបាទយើងសេរីមកបងប្អូនចង់បានបកយឺតបកខ្លាំងបកខ្សោយតាមតម្រូវការយើងបាទហើយម្ដុំនេះតាក់ទងមួយនឹងការតម្លាក់កញ្ចក់កឡើងកញ្ចក់ហើយគៀននេះបាទតាក់ទងជាមួយនឹងការសេរីកញ្ចក់បងប្អូនចង់ឲ្យពេលយើងចូលផ្លូវជាតិយើងចង់ចុចក្តោបយើងចុចអាហ្នឹងមួយមកក្តោបបាទប្លោះនេះមើលបើកវិញអញ្ចឹងទៅអានេះយើងសេរីកញ្ចក់ពេលយើងចង់សេរីកញ្ចក់មួយណាយើងចុចវាចេញភ្លើងពន្លឿងអញ្ចឹងឧទាហរណ៍យើងចង់សេរីអាគៀនខាងនេះចុចមួយមកចេញភ្លើងពន្លឿងបាទអញ្ចឹងយើងសេរីឡើងចុះតាមតម្រូវការយើងអញ្ចឹងទៅបងប្អូនពេលយើងសេរីមួយវាអង្គមើលខាងក្រៅនេះបាទអញ្ចឹងបើយើងចង់សេរីខាងស្ដាំវិញវាចង់បិទវិញចុចបិទមកបិទខាងនេះម្ដងខាងស្ដាំទៅយើងសេរីស្ដាំឆ្វេងតាមយើងមើលក្រៅអញ្ចឹងណាបាទនេះកញ្ចក់ដល់ហើយនេះតាក់ទងមួយដុំភ្លើងតាក់ទងជាមួយនឹងភ្លើងនេះយើងសេរីបែបនេះ A នេះអូតូយប់ភ្លឺថ្ងៃល្ងិតបាទជាគៀងអក្សរ C វាភ្លឺធម្មតាបាត់ភ្លើងកូដមួយសេតបងប្អូនយើងអាចមូលជាប់រហូតដល់យើងមានតែ4កាមេ1 2 3 4បាទអូខេបាទហើយគៀននេះតាក់ទងជាមួយនឹងការបើកក្លុបខាងក្រោយយើងចុចទៅវាបើកក្លុបខាងក្រោយនោះខាងក្រោយនោះបាទហើយកន្លែងនេះតាក់ទងជាមួយនឹងពន្លឺភ្លើងខ្លាំងភ្លឺតិចនៅលើនេះបាទពេលយើងចុចអាហ្នឹងទៅនេះយើងដាក់ពន្លឺបណ្ណាចាំយើងចង់មើលហើយអានេះតាក់ទងជាមួយនឹងផ្នែកខាងមុខអាចជាងគុជខាងក្រោមផ្នែកខាងមុខនេះផ្នែកខាងក្រោយយើងចុចលើហ្នឹងមកបាទវាភ្លឺហើយបាទអញ្ចឹងនេះយើងដាក់កែវទឹកអូខេបងប្អូនហើយក្នុងនេះក៏មានភ្លើងបំភ្លឺមួយដែរបាទគេហៅ beam lighting ហ្នឹងយើងអាចស្រេខ្លាំងខ្សោយតាមតម្រូវការរបស់យើងរកពាក្យហ្នឹងមកបាទអូខេបងប្អូនហើយនេះ wireless charge នេះយើងដាក់បញ្ចូលបែបនេះក្នុងករណីបើដាក់អត់ចូលអាចមកពីសំបកទូរស័ព្ទតែទូរស័ព្ទ Samsung និង iPhone ប្រើបានបងប្អូននេះយើងមាន Type C USB បន្ថែមទៀតនេះប្រាំងដៃអេឡិចត្រូនិកបាទពីមុនលើកឥឡូវអត់ទេយើងជាន់ប្រាំងជាន់ផ្ដាច់មួយទៅបានហើយសោនេះចុច unlock lock ចុចបើកក្លុបខាងក្រោយចុច land strike ហើយនៅក្នុងនេះមានសោមួយគ្រាប់ឲ្យស្រេចទេបងប្អូនយើងចង្កត់អានេះមកយើងដកសោចេញបាននេះយើងប្រើទៅលើស្ថានភាពប៉ុង1ចុចលើ 4H នេះមកប្រើប៉ុង2កង់ទាំង4ធ្វើការស្មើគ្នាលើកលែង 4L នេះកម្លាំងវាខ្លាំងជាងឡានកាពីតាធម្មតាទៀតអញ្ចឹងយើងប្រើ 4L នេះដល់តែផ្លូវហ្នឹងមានទឹកជ្រៅយើងជាប់ផុងឬអត់រួចហើយបានយើងប្រើ 4L ហ្នឹងហើយដើម្បីដាក់ 4L ហ្នឹងចូលដល់តែយើងដោះលេខនេះសិនដោះលេខនេះមកដាក់ត្រឹម N នេះសិនបានដាក់ចូលអញ្ចឹងនៅក្នុង screen ក៏វាបញ្ជាក់យើងដែរដើម្បីដាក់ 4L ចូលដល់យើងដោះលេខមក N សិនហើយរបៀបចេញវិញគឺដូចគ្នាចេញពី 4L ក៏ដូចគ្នាដែរអញ្ចឹងយើងប្រើ 4L នេះយើងប្រយ័ត្នតិចដោយសារយើងប្រើបានក្នុងពេលដែលឡានយើងជាប់ផុងឬក៏យើងបើកកាត់ទឹកជ្រៅបាទហើយបើសិន 4L នេះគឺវាដំណើរការក្រោមកុងទ័រ15អីទេអ
dươngអាចលឿននឹងបាននេះថាដូចយើងតោងខ្សែពួរឡើងអញ្ចឹងបាទឥឡូវយើងដាក់មក2 edge វិញធម្មតាមកបាទអញ្ចឹង2 edge ពងមួយកងក្រោយធ្វើការមកត្រូហើយបើយើងមួលទៀតផ្លូវលើនេះគេហៅថា try mood អញ្ចឹងយើងមួលមកស្ដាំមួយមកពេលយើងមួលមួយមកវាបង្ហាញយើងនេះ normal យើងមួលមួយទៀតមកនេះបងប្អូនមួលមួយទៀតមក echo យើងមួលទៅស្ដាំណាបាទ echo មិនសមចៃមកស៊ូតពេលយើងមួលមួយទៀតមកមួយទៀតមកហៅនេះស្ដោងអញ្ចឹងវាមានប្រព័ន្ធស្ដោងទៀតមិនបាច់ចាំដាក់ 4A ទេបាទអញ្ចឹងយើងមួលបែបនេះមួលបលេងអញ្ចឹងណាហើយយើងមើលនៅលើកុំព្យូទ័រយើងបាទយើងឃើញផ្លូវល្អអញ្ចឹងចាប់ពីផ្លូវល្អនេះបងនេះវាបញ្ជាក់យើងថាឥឡូវឡានយើងប្រើប៉ុង2អូតូម៉ាទិកហើយអញ្ចឹងចាប់ពីផ្លូវល្អអញ្ចឹងយើងមួលបលេងទៀតមកបាទផ្លូវដីខ្សាច់បាទផ្លូវដីខ្សាច់ផ្លូវល្អអញ្ចឹងយើងអស់ត្រឹមដីខ្សាច់អញ្ចឹងបងប្អូនមើលបាននេះសម្រាប់ Ford Everest អញ្ចឹងយើងត្រឡប់ថយក្រោយយើងមួលបលេងអញ្ចឹងមួលបលេងអញ្ចឹងនៅក្នុង screen វានឹងដូរវាមកធម្មតាយើងរកពាក្យ normal នេះទៅអញ្ចឹងណាបងបាទនេះសម្រាប់ការប្រើប្រាស់នៅលើនេះគឺកាមេរ៉ា360យើងចុចលើនេះមកបាទឆ្វេងស្ដាំយកតាមការមើលរបស់យើងអានេះ sensor នេះយើងឡានយើងមាន sensor ជុំវិញឡានហ្មងអញ្ចឹងយើងចង់បិទ sensor ក៏បានដែរបាទនេះតកតងជាមួយនឹងខ្យល់កង្ហាលអីហ្នឹងយើងមានណាបងប្អូនមើលលើជើងយើងចង់បាញ់ឲ្យត្រជាក់ជើងជាក់ខ្លួនដាក់កដាលបាទតាមរយការយើងអានេះយើងខ្យល់កង្ហាលយើងបើកខ្លាំងឬសំឡេងវូអញ្ចឹងទៅសិនជាវេទនាការអញ្ចឹងបាទហើយបើសិនជាយើងចង់ស្រែមសិនជាមាន2បាទមានថាយើងចង់ប្រើដៃក៏បានយើងប្រើទៅលើ screen នេះក៏បានអញ្ចឹងឡើងលើក្តៅចុះក្រោមត្រជាក់អញ្ចឹងមកជាហៀងនេះគឺវិជាមួយនេះហើយនឹងមួយនេះបាទខាងនេះយើងវិជាមួយនេះហើយនឹងខាងនោះបាទដូចគ្នាហើយ double យើងបើកបាន double នេះបាទយើងចុចបើកតែយើងប្រយ័ត្នថាបិទ double ឲ្យចិត្តហើយចាំយើងបើកកណាត់ឥឡូវនេះខ្ញុំចុចកណាត់សិនបាទអញ្ចឹងកណាត់យើងមាន2តង់បាទកណាត់ចុចទៅលាដល់ខាងក្រោយបាទនេះកញ្ចក់ចុចទៅកញ្ចក់បាទកញ្ចក់យើងអស់តែប៉ុណ្្នឹងឯងបាទកញ្ចក់យើងអត់បានដល់ក្រោយទេចំហបាទអញ្ចឹងដើម្បីបិទយើងបិទវាមុនបិទកញ្ចក់មុនចាំបិទកណាត់ជៀសវាងបងប្អូនបិទកណាត់មុនកញ្ចក់ចំហហ្នឹងហើយអញ្ចឹងកន្លែងនេះបើសិនជាមកក្រោយគីនេះកន្លែងយើងសេរីខ្យល់មិនសិនជាម្ដុំនេះបងប្អូននេះយើងសេរីខ្យល់មិនសិនជានេះអញ្ចឹងវីដេអូមានប៉ុណ្ណឹងសម្រាប់ការប្រើប្រាស់ Ford Everest បាទហើយបងប្អូនភ្ជាប់ Bluetooth ដូចបងប្អូនបញ្ជាក់អញ្ចឹងបើសិនជាទូរស័ព្ទSamsung ឬក៏ iPhone វាមានបើ iPhone ភ្ជាប់បានទៅតាមប្រភេទទូរស័ព្ទចាប់ពី 8 plus ឡើងទៅបាទហើយបើសិនជាក្នុងករណីបងប្អូនភ្ជាប់ Google Map អត់បានបងប្អូនអាចចូលទៅក្នុង setting ទូរស័ព្ទដៃរបស់យើងដែលខ្ញុំបញ្ជាក់មិញនេះណាគឺទៅលើពាក្យថា Siri ហើយយើងអាចនិយាយថា talk to Siri ឬក៏យើង hey Siri ទៅវានឹងដំណើរការឲ្យយើងចុច continue ទៅវាអាចមើល Google Map បានអញ្ចឹងទៅតាមប្រភេទទូរស័ព្ទដែរបងប្អូន